Oh my god និយាយពីថាទេសភាពថ្ងៃលិចដងតាក់នេះគឺពិតជាស្អាតមែនតើអ្នកនរគ្នាបើសិននាំសងសាមកដេតនៅនឹងមិនដឹងជាល្អយ៉ាងណាប្រាប់ទីតាំងនេះវិញអ្នកនរគ្នាចេញពីព្រីគុកមកហើយអ្នកនរគ្នាធ្វើការជិះមកដល់ខ្លាញ់កែងហើយអ្នកនរគ្នាធ្វើការបត់ស្ដាំតាមថ្នល់គ្រោះចូលតាមផ្លូវនឹងមកអ្នកទាំងអស់គ្នាធ្វើដំណើរតាមផ្លូវនឹងរហូតមកដល់ផ្លូវបំបែកជា4អ្នកទាំងគ្នាធ្វើការឡើងលើថ្នល់កស៊ូនឹងមកហើយធ្វើដំណើររហូតមកដល់ឃើញស្លាកក្លាក់ប៉មួយអ្នកទាំងគ្នាធ្វើការបត់ឆ្វេងមកហើយចុះតាមផ្លូវថ្នល់លំនឹងឯងជិះរហូតមកដល់ដងតាក់នឹងឯងនិយាយពីថាទេសភាពថ្ងៃលិចវិញនិយាយពីថាញាក់សាច់ត្មងនៅដងតាក់នឹងតាមពិតទៅគោលដៅថាទៅស្ទូចត្រីនៅដងតាក់ដល់ពេលថ្ងៃឡើងទូរស័ព្ទវិឆេះគូតបញ្ចូលភ្លើងចូលសយកទៅធ្វើអស់$25លេងទាំងល្ងាចមនុស្សកំពុងតែដាច់យ៉ៃហើយទូរស័ព្ទវាមករករឿងចឹងទៀតជីវិតអើយជីវិតទម្រាំតែធ្វើទូរស័ព្ទរួចម៉ោង5ទៅបាទខ្ញុំក៏គិតថាកម្រងទៅស្ទូចត្រីនៅដងតាក់នឹងឯងបារាជ័យទៀតហើយតែមើលទៅថ្ងៃឃើញវាស្រឡះអញ្ចឹងក៏សម្រេចចិត្តថាត្រូវមើលថ្ងៃលិចនៅដងតាក់បន្តិចសិនដល់ពេលធ្វើដំណើរទៅដល់និយាយពីថាទេសភាពស្អាតអូយស្អាតតែគួរណាធ្វើដំណើរមកតែម្នាក់ឯងចឹងសោះបើសិនជាមានហាន់នីម្នាក់មកដេតជាមួយអញ្ចឹងមិនដឹងថាស្វីតប៉ុណ្ណាទេមើលថ្ងៃលិចអញ្ចឹងនិយាយពីថានៅដងតាក់នឹងឯងទឹកពេញអស់ហើយទឹកនិយាយពីថាថ្លានោះថ្លាឡើងដូចបេះដូងអេដមីនអញ្ចឹងថាដើរលេងនៅព្រីគុកហត់ទេឆ្លៀតម្ដងតាក់តិចមកលោតទឹកត្រជាក់ស្រាប់ធ្វើដំណើរវាមិនសូវជាឆ្ងាយប្រហែលទេប្រហែលជា3ទៅ4គីឡូប៉ុណ្ណឹងឯងចង់មកលេងម្នាក់ឯងក៏បានមកលេង2នាក់ក៏បានមកលេងជាមួយគូស្នេហ៍ក៏បានមកលេងជាមួយគ្រួសារក៏បានមកលេងជាមួយមិត្តភ័ក្តិក៏បានដែរសំខាន់ឲ្យទៅបានលេងទឹកនៅដងតាក់នោះឯងថ្ងៃធម្មតាមិនសូវជាមានមនុស្សនោះទេតែបើចាំមើលថ្ងៃបុណ្យភ្ជុំវិញនិយាយថាមនុស្សណែនតែនតាប់ហ្មងទ្រង់ស្ដាំក៏មានឆ្វេងក៏មានមុខក៏មានក្រោយក៏មាននិយាយរួមទៅគឺណែនពេញហ្នឹងឯងពេលទៅលេងទឹកនៅដងតាក់ហ្នឹងក៏សូមប្រុងប្រយ័ត្នផងដែរកន្លែងខ្លះក៏វារៀងជ្រៅដែរបើយកល្អគួរមានអាវពោងឬក៏ជួលពងគេយកទៅលេងក៏បានដែរដើម្បីការពារនូវសុវត្ថិភាពរបស់យើងពេលទៅលេងទឹកដងតាក់ម្ដងខ្ញុំធ្លាក់ទៅញយទេប៉ុន្តែមិនមែនធ្លាក់នៅក្នុងទឹកទេណាធ្លាក់ក្នុងអន្លង់ស្នេហ៍ចាយហើយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍អូនអ្វីដែលខ្ញុំចង់សំណូមពរដល់អ្នកទាំងអស់គ្នាពេលដែលទៅលេងនៅដងអន្ទាក់សូមព្យាយាមចោលសម្រាមឲ្យបានត្រឹមត្រូវផងដែរពីព្រោះថាពេលដែលខ្ញុំទៅផ្នែកខាងក្នុងក៏នៅតែឃើញសម្រាមចោលផ្ដេសផ្ដាសនៅក្នុងទីនោះផងដែរកុំគិតថាចោលទៅខាងក្រៅខ្យល់តើអ្នកបក់កុំគិតចឹងដោយសារតែយើងចោលចិត្តហ្នឹងឲ្យវាប៉ាំងចូលក្នុងទឹកហើយក៏សំណូមពរដល់ក្មេងស្ទាវដែលនៅតំបន់នោះផងដែរកុំឲ្យចេះតែរករឿងគ្នានៅទីនោះអីពីបង្កើតជាអសន្តិសុខមិនណាហ៊ានទៅលេងទេបើសិនជាចេះតែមានរឿងចឹងសូមជួយរួមទាំងអស់គ្នាបរិស្ថានស្អាតរមណីយដ្ឋានស្អាតទីកន្លែងមានសុខសន្តិភាព